bà chấm điệp số cha chấm điệp số nè sấy miệt chung vậy đấy cha nên trong chùa chun svan rí áp bà rong trong bờ cha bà hay trongพวกការដែលបើកយុទ្ធនាការក៏ដូចជាមូលនិធិប្រមូលនៅសម្ភារៈនិងថវិកាសម្រាប់ជួយដល់បងប្អូនកងទ័ពនិងជនភៀសសឹកនៅតាមព្រំដែនហ្នឹងឃើញថាក្រុងនៅក្រុងបាវិតយើងនេះតើមានបងប្អូនប្រជាពលរដ្ឋយើងចូលរួមបានច្រើនដែរឬទេចាចំពោះទឹកចិត្តនឹងការជំនួយដល់កងទ័ពជួមុខនិងជន់ភាសឹកនឹងចាឃើញថាបងប្អូននៅក្នុងក្រុងបាវិតព្រមទាំងសប្បុរសជនជីកមកពីក្រៅមានការឧបត្ថម្ភបានមកក្រុងបាវិតច្រើនចាតាមរយៈរដ្ឋបាលក្រុងបាវិតតាមរយៈសង្កាត់ចាអញ្ចឹងបានមកច្រើនមានចំនួនច្រើនកកចាបាទអញ្ចឹងមិនមានន័យថាមិនតែបងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅក្រុងបាវិតនឹងទេបាទសូម្បីតែបងប្អូនអ្នកដែលក្រៅពីក្រុងក៏គាត់ចូលរួមដែរចាអាជីវករឆ្ងាយៗដែលគាត់មករកស៊ីនៅក្នុងក្រុងបាវិតយើងហ្នឹងក៏គាត់បានមកឧបត្ថម្ភដែរចាបាទចាបាទហើយចុងក្រោយតើលោកស្រីមានអ្វីសម្រាប់ជូនពរដល់បងប្អូនវីរៈកងទ័ពយើងដែលកំពុងតែជាប់ដៃប្រយុទ្ធជាមួយនឹងចៅឈ្លានពានទឹកដីក៏ដូចជាបងប្អូនជនភៀសសឹកចានឹងខ្ញុំសូមគោរពជូនពរនិងអរគុណដល់វីរៈកងទ័ពជួរមុខរបស់យើងដែលមានភាពអង់អាចក្លាហានការពារនឹងកំទេចខ្មាំងសត្រូវដែលមកឈ្លានពានទឹកដីរបស់យើងគឺទឹកដីកម្ពុជារបស់យើងសូមឲ្យអាចៅឈ្លានពានទាំងអស់នោះចាគឺវាវិនិច្ឆ័យទាំងអស់ហើយនឹងសូមឲ្យវីរៈកងទ័ពរបស់យើងមានសុខសวัสดิភាពទាំងអស់គ្នាចាបាទសូមអរគុណបាទចំពោះអ្នកស្រីអភិបាលរងក្រុងបាវិតហើយឃើញដូចបានឃើញស្រាប់ហើយបងប្អូនប្រជាពលរដ្ឋយើងក៏លោកបានចូលរួមយ៉ាងស្វាហាប់នៅក្នុងការជួយឧបត្ថម្ភក្នុងនាមជាជូក្រោយបាទលោកនៅតែបន្តជួយដល់បងប្អូនវីរៈកងទ័ពយើងដើម្បីជាជំនួយក៏ដូចជាការលើកទឹកចិត្តឲ្យបងប្អូនវីរៈកងទ័ពយើងមានភាពអង់អាចក្លាហាននៅក្នុងការពារបូរណភាពទឹកដីពីការឈ្លានពានដូច្នេះហើយក៏សូមជូនពរបាទចំពោះបងប្អូនដែលជាវីរៈកងទ័ពសូមឲ្យលោកទទួលបានជ័យជំនះគ្រប់សមរភូមិប្រឆាំងប្រយុទ្ធនៅក្នុងការឈ្លានពានមកលើទឹកដីកម្ពុជាយើងព្រោះថាកម្ពុជាយើងមិនឈ្លានពានប្រទេសជិតខាងទេប៉ុន្តែបើសិនជាប្រទេសជិតខាងឈ្លានពានយើងត្រូវតែការពារនៅបូរណភាពទឹកដីរបស់យើងបាទសូមអរគុណបាទលោកស្រីបាទសូមអរគុណសូមអរគុណខ្ញុំឈ្មោះងងចន្ទរិទ្ធបាទបងឈ្មោះងងចន្ទរិទ្ធហើយសប្តាហ៍ថ្ងៃប្រកបមុខរបរអ្វីដែររាល់ថ្ងៃជាអាជីវករអាជីវករបាទអាជីវករនៅបាវិតយើងបាទនៅបាវិតណាបាទហើយបងយល់ឃើញយ៉ាងណាដែរចំពោះការឧបត្ថម្ភដល់កងទ័ពនិងជនភៀសសឹកយើងនៅតាមព្រំដែនដែលកំពុងតែមានចំនួនហ្នឹងសម្រាប់ខ្ញុំពិតជានៅពេលដែលយើងទទួលបានតំណែងក៏ដូចជារូបភាពជាក់ស្ដែងដែលទទួលបានពីអ្នកសារព័ត៌មានក៏ដូចជាតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិយើងណាខ្ញុំពិតជាសោកស្ដាយមែនទែនដែលប្រទេសយើងគឺជាប្រទេសទន់ខ្សោយដែលអាចហៅថាជាអ្នកក្រហើយគេឈ្លានពានទាំងកំរោលតាមរយៈការប្រើសភាវុធធនធ្ងន់នេះផ្សេងចឹងមកលើកប្រជាជនយើងហើយតាមរយៈយើងមើលវីដេអូជាក់ស្ដែងយើងប្រជាជនយើងជួនភាសឹកច្រើនមែនទែនដែលពួកគាត់ធ្វើការភៀសខ្លួនទៅរកទីកន្លែងដែលមានសុវត្ថិភាពបាទអញ្ចឹងខ្ញុំអ្វីដែលខ្ញុំជួយបានគឺជួយតាមលទ្ធភាពជាក់ស្ដែងអញ្ចឹងបងបាទដើម្បីយើងជួយគ្នាបន្តិចម្នាក់ទៅបាទអញ្ចឹងហើយបងមានអ្វីជូនពរសម្រាប់បងកងទ័ពដែលគាត់កំពុងតែឈរជើងនៅតាមព្រំដែនកម្ពុជាថៃក៏ដូចជាបងប្អូនជនភៀសសឹកដែលកំពុងតែរកកន្លែងដែលមានសុវត្ថិភាពពីការឈ្លានពានរបស់ចៅសៀមខ្ញុំមានតែម្រាមដៃដល់បួងសួងឲ្យពួកគាត់វីរៈកងទ័ពប្រជាជនភៀសសឹករបស់យើងនឹងជួបប្រទះតែសេចក្តីសុខសុវត្ថិភាពហើយមួយទៀតក៏សូមបួងសួងដល់
យើងជាអ្នកកាន់សាសនាពុទ្ធអញ្ចឹងមានន័យថាពុទ្ធពធប្រសង់ហ្នឹងមកជួយតាមថែរក្សាពួកគាត់ទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខ បាទអរគុណបាទអរគុណបាទ